account Facebook របស់ខ្ញុំបានភ្ជាប់ជាមួយនឹង email ចាស់និងលេខទូរស័ព្ទចាស់ហើយធ្វើបែបណាទើបខ្ញុំអាចធ្វើការផ្លាស់ប្ដូរបានអានេះជាសំណួរដែលខ្ញុំទទួលបានច្រើនមែនទែននិយាយទៅនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីដើមដល់ចប់ទាក់ទងនឹងការដាក់ email ថ្មីនិងលេខទូរស័ព្ទថ្មីហើយយើងលុបលេខចាស់ជាមួយនឹង email ចាស់របស់យើងចេញប៉ុន្តែមុននឹងចូលកាន់វីដេអូនេះសម្រាប់អ្នកដែលគាត់ចង់បាន iPhone 17 series មិនថា17 17 Pro Max ឬក៏ iPhone 17 Air ទេបងប្អូនអាចសាកសួរនៅខ្មែរ168 phone shop បានក្រៅតែពីហ្នឹងគាត់ក៏មានទាំង iPhone ថ្មីនិង iPhone មួយទឹកឲ្យយើងជ្រើសរើសដែរហើយទីតាំងរបស់គាត់គឺនៅជិត Stop Day Inn ណាបងប្អូនអាចទៅមើលផ្ទាល់បានហើយឥឡូវយើងចូលកាន់វីដេអូរបស់តែម្ដងងាយស្រួលទេយើងគ្រាន់តែចូលមកកាន់ Facebook មកហើយបងប្អូនចូលមកកាន់ menu ផ្នែកខាងក្រោមនេះហើយក្នុងនេះគឺយើងអាចចុចប៊ូតុង setting ផ្នែកខាងលើបន្តទៀតកន្លែង account center យើងគ្រាន់តែ click លើនឹងទៅវានឹង load បែបនេះបងប្អូនអាចចូលមកកាន់កន្លែង personal detail រូបមនុស្សត្រង់នេះណាឬក៏បើយើងដាក់ជាភាសាខ្មែរវាដាក់ថាព័ត៌មានផ្ទាល់ខ្លួនរបស់យើងយើងអាចចុចទៅនឹងទៅបន្តទៀតបងប្អូននឹងឃើញបែបនេះចូលមកកាន់ contact infoហើយបើគាត់ណាបងប្អូនមកកាន់ជាឃើញ email ហើយនឹងលេខទូរស័ព្ទចាស់របស់យើងដែលភ្ជាប់ជាមួយនឹង account Facebook របស់យើងប៉ុន្តែយើងកុំតន់លុបវាណាយើងត្រូវការបញ្ចូលនឹងលេខថ្មីឬក៏ email ថ្មីជាមុនសិនមុននឹងយើងអាចទៅលុបអាលេខចាស់ឬក៏ email ចាស់បើយើងលុបអាទាំងអស់នឹងមុនយើងអាច log in ជាមួយនឹង account របស់យើងបានទេអញ្ចឹងបងប្អូនអាចចុច add new contact ផ្នែកខាងក្រោមត្រង់នេះគឺមានជម្រើស2ផ្នែកខាងលើគឺយើងដាក់លេខទូរស័ព្ទចូលផ្នែកខាងក្រោមគឺយើងដាក់ email បើយើងចង់ដាក់ជាមួយនឹង email ថ្មីចុច add email បើដាក់មួយលេខទូរស័ព្ទយើងចុច add mobile number អញ្ចឹងខ្ញុំសូមដាក់លេខទូរស័ព្ទត្រង់នេះវាឲ្យយើងរើស account របស់យើងហើយវា take Facebook ស្រាប់ហើយអញ្ចឹងយើងក៏បញ្ចូលលេខទូរស័ព្ទរបស់យើងចូលទៅហើយលេខទូរស័ព្ទរបស់យើងមិនបាច់ដាក់ក្បាលលេខ0ទេចឹងខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំចូលសិនបន្ទាប់ពីបញ្ចូលរួចរាល់ចុចប៊ូតុង next ហើយយើងត្រូវការ confirm ជាមួយនឹងលេខកូដអញ្ចឹងលេខទូរស័ព្ទរបស់ខ្ញុំវាភ្ជាប់ជាមួយនឹង WhatsApp ចឹងខ្ញុំត្រូវការទៅយកលេខកូដហ្នឹងពី WhatsApp ប៉ុន្តែលេខខ្លះទៀតវាមាន WhatsApp ទេវាផ្ញើចូលទៅកាន់លេខទូរស័ព្ទរបស់យើងផ្ទាល់អញ្ចឹងណាធម្មតាគឺយើងអាចទាញយក WhatsApp មកយើងអាចទាញពី App Store ឬក៏ Play Store បើយើងប្រើប្រាស់ iPhone យើងទាញពី App Store បើ Android យើងចូលទៅកាន់ Play Store អញ្ចឹងបន្ទាប់ពីទាញហើយយើងក៏ដាក់បើកមកយើងចុច agree and continue ហើយយើងវាយលេខថ្មីដែលយើងទៅតែចង់ដាក់ក្នុង Facebook ហ្នឹងណាអញ្ចឹងលេខថ្មីហ្នឹងគឺនៅលើទូរស័ព្ទនេះរបស់ខ្ញុំដែរខ្ញុំវាយចូលសិនហើយខ្ញុំអាចចុច next ទៅខ្ញុំចុច yes វាផ្ញើលេខកូដទៅកាន់ទូរស័ព្ទរបស់ខ្ញុំហើយឥឡូវខ្ញុំចាំតិចសិនអូខេអញ្ចឹងខ្ញុំក៏ select លេខកូដហ្នឹងចូលមកហើយខ្ញុំចុច delete after use អញ្ចឹងវានឹងចូលមកកាន់ត្រង់នេះខ្ញុំ skip ចោលមកអូខេហើយខ្ញុំដាក់ឈ្មោះរបស់ខ្ញុំយើងដាក់ឈ្មោះរបស់ខ្ញុំចូលខ្ញុំចុច done តោះទៀតខ្ញុំចុច not now ទៀតអញ្ចឹងខ្ញុំនឹងទទួលបានលេខកូដពី Facebook នេះលេខកូដដែលវាផ្ញើមុននឹងដែលយើងដាក់លេខថ្មីណាអញ្ចឹងយកអាលេខកូដហ្នឹងមកដាក់ចូលវិញមកខ្ញុំបានយកលេខកូដពីក្នុង WhatsApp មកដាក់ហើយខ្ញុំចុច next មកអូខេរួចរាល់យើងបាន add លេខថ្មីចូលអញ្ចឹងបន្តទៀតគឺយើងអាចធ្វើការលុបលេខចាស់ឬក៏ email ចាស់អញ្ចឹងដើម្បីលុបលេខចាស់ email ចាស់អត់ប្របាទេយើងគាត់ធ្វើការ select ទៅយើងអាចចុច delete number ហើយចុចធ្វើការចុច delete តែប៉ុណ្្នឹងជាការស្រេចអញ្ចឹងវានឹងធ្វើការលុបលេខចាស់ហ្នឹងហើយនិយាយរួមទៅបើពេលខ្លះនៅពេលយើង delete លេខចាស់ឬក៏ email ចាស់ក៏វាផ្ញើលេខកូដហ្នឹងទៅកាន់ email ចាស់ហ្នឹងដែរអញ្ចឹងយើងត្រូវការមាន email ចាស់ហ្នឹងដើម្បីទៅយកលេខកូដបញ្ជាក់ពី Facebook យកមកដាក់វិញបានយើងអាច delete បានអញ្ចឹងអាហ្នឹងអាស្រ័យទៅលើ account របស់យើងដែរអញ្ចឹងណាហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត